តេតូននឹងដំណោះស្រាយនៅក្នុងរឿងខ្ញុំចែកខ្ញុំបញ្ហាខ្ញុំថងថាខ្ញុំបង្កើតចំណោទបញ្ហាមកលយមែនតើប៉ុន្តែដល់ពេលដែលខ្ញុំបញ្ចប់រឿងលឿនពេកធ្វើឲ្យអ្នកអានហ្នឹងគាត់រៀងអត់ស្ងប់ចិត្តជាមួយនឹងសភៅខ្ញុំអញ្ចឹងណាហើយភាគច្រើនរឿងខ្ញុំហ្នឹងគឺស្មុគស្មាញអញ្ចឹងមានន័យថាចែកដំណោះស្រាយមានន័យថាចែកគឺរឿងយើងហ្នឹងគឺវាមានចំណោទបញ្ហាច្រើនមែនទែនច្រើនខ្លាំងហើយសំខាន់រឿងខ្ញុំគឺចងគ្នាហ្មងចងគ្នាតាំងពីភាគ1ភាគ2ភាគ3ហ្នឹងហើយវាមានចន្លោះមួយចំនួនជាចម្ងល់របស់អ្នកអានគឺប្រភេទថាគាត់ឆ្ងល់កន្លែងហ្នឹងវាថាអ្នកនិពន្ធប្រកបឈុតហ្នឹងអីគេអញ្ចឹងណាប្រភេទអញ្ចឹងគឺអ្នកអានគាត់តែងតែចង់ដឹងចំណុចទាំងអស់ហ្នឹងហើយក៏វាជាចំណុចខ្លាំងខ្ញុំផងហើយក៏ជាចំណុចខ្សោយខ្ញុំដែរអញ្ចឹងណាអញ្ចឹងទាក់ទងនឹងការស្រាយរឿងអញ្ចឹងសម្រាប់ខ្ញុំការស្រាយរឿងឲ្យអ្នកអានអស់ចិត្តណាវេទនាខ្លាំងមែនតើគឺខ្លាំងបើវាថាពេលខ្លះខ្ញុំយល់ថាហេតុនិងផលក៏ប៉ុន្តែពេលខ្លះយើងយកអារម្មណ៍មកនិពន្ធអញ្ចឹងទៅយើងលេងភ្លេចគិតថាហេតុនិងផលជាអីអញ្ចឹងណាសម្រាប់ខ្ញុំវិញគឺការចងសាច់រឿងទៅដល់ទៅលើចំណោទបញ្ហាហើយនឹងការស្រាយទៅលើដំណោះស្រាយនៅក្នុងរឿងហ្នឹងគឺនិយាយទៅវាពិបាកដូចតែគ្នានឹងបើយើងចងពិបាកស្រាយវិញក៏វាមានផលវិបាកដែរវាមិនមែនថាចេះយើងចងហើយទៅយើងស្រាយវិញធូរលហុយទេអត់ទេគឺបឹងទៅលើអារម្មណ៍ហ្នឹងហើយទី2គឺនៅពេលដែលយើងធ្វើការស្រាយវាតើសាច់រឿងដែលយើងចង់ស្រាយវានឹងចង់ឲ្យបែបជាបធូរម្ដងបន្តិចឬក៏ដាក់គ្រាន់តែថាយើងស្រាយមកទាញវឹបចប់យកហ្មងអញ្ចឹងអាហ្នឹងគឺវាងាយប៉ុន្តែគ្រាន់ថាពេលអ្នកអានមកគាត់ថាវាលឿនពេកដូចជាវាអត់ដូចចំណោទដែលគាត់ឆ្ងល់នៅក្នុងសភៅរបស់យើងណាអញ្ចឹងបើនៅក្នុងសាច់រឿងរបស់ខ្ញុំដំបូងចេះនៅពេលដែលយើងអានទៅគាត់អានអញ្ចឹងទៅគាត់ឆ្ងល់ម្ដងតិចដែរប៉ុន្តែយើងក៏មានស្រាយម្ដងបន្តិចដែរប៉ុន្តែវានៅតែមានចំណោទនៅក្នុងនឹងច្រើនទៀតតែយើងក៏នឹងព្យាយាមស្រាយម្ដងបន្តិចហើយអ្នកអានគាត់នឹងគិតថាគាត់ស្មានពេលខ្លះដោយសារតែយើងដាក់ការលាក់ប្រកបនៃអាចកំបាំងសាច់រឿងនឹងច្រើនដែរពេលអញ្ចឹងទៅគាត់ទាយមកក៏នៅខុសដែរពេលខ្លះអញ្ចឹងអាការស្រាយហើយនឹងការចងហ្នឹងគឺវានៅពេលដែលយើងចងច្រើនពេកហើយយើងស្រាយវិញមកធូរលហុយពេកបញ្ញាប់ស្រាយពេកអាហ្នឹងក៏វាពិបាកដែរអញ្ចឹងគឺធ្វើឲ្យអ្នកអានហ្នឹងគាត់របៀបថាយើងដូចឆាប់ចប់ពេកដូចវាអត់នឹកស្មានណារបៀបថាការមិននឹកស្មានអញ្ចឹងណាអាហ្នឹង